ก็เลยក្នុងការឆែកមើលនៅក្នុង Telegram ថាមានអ្នកណាចូលលេងនៅក្នុង Telegram របស់យើងខ្លះតើមាន device ប៉ុន្មានយើងចូលមកដល់នៅក្នុងទូរស័ព្ទដៃរបស់យើងចូលទៅក្នុងកម្មវិធី Telegram បន្ទាប់មកយើងក៏លេខមើលខាងក្រោមយើងឃើញពាក្យថា setting នៅក្បែរពាក្យថា profile យើងចុចទៅលើពាក្យថា setting បន្ទាប់មកយើងនឹងឃើញពាក្យថា device តែនៅខាងក្រោម chat folder តើមកចុចលើ device បន្ទាប់មកយើងនឹងឃើញ device ដែលប្រើប្រាស់នៅ account របស់យើងជាច្រើនឬមួយក៏មានតែមួយសម្រាប់ខាងលើគឺទូរស័ព្ទដែលយើងកំពុងតែប្រើរាល់ថ្ងៃទូរស័ព្ទដែលយើងកំពុងតែបើកនឹងតែម្ដងអញ្ចឹងសម្រាប់ device ណាដែលមិនមែនជារបស់យើងទេដែលយើងមិនស្គាល់ប្រភពច្បាស់លាស់គឺយើងអាច remove វាចេញបានដែលយើងគ្រាន់តែ select ទៅលើវាហើយយើងចុចពាក្យថា delete